DistroKit នៅតែបន្តបញ្ចុះតម្លៃ 50% ដល់ដែលសម្រាប់បងប្អូនដែលផលិតបទចម្រៀងតម្លាក់ចូលទៅក្នុង website DistroKit ដើម្បីរកលុយទៅលើតផ្សេងៗជាដំបូងដែលយើងទទួលបានជាមួយនឹងការ discount បែបនេះបងប្អូនអរគ្នាគ្រាន់តែមាន link ខាងលើនេះដែលមានឈ្មោះថា distrokit.com/student លេខ1 3ដើម67235បងប្អូនគ្រាន់តែ copy វាផាសមកបាទយើង copy វាផាសមកយើង copy វាហើយយើងផាសនៅលើ browser បាទហើយយើង enter វាមកវាមកដល់ទីតាំងកន្លែងនេះហើយអញ្ចឹងយើងនឹងទទួលបាន discount រហូតដល់ 50% នៅពេលដែលវា discount 50% បងប្អូនអូសចូលក្រោមបន្តិចមកបាទកន្លែងនេះបាទយើងត្រូវដាក់ email និង password ឬ confirm password អញ្ចឹងបងប្អូនទាំងអស់គ្នាចូលទៅ copy link មួយទៀតបាទ link ដែលមានឈ្មោះថា e-team mail បាទ copy អាហ្នឹងមួយទៀតយើងយកវាទៅ pass មួយទៀតដើម្បីយើងយក email បង្កើតជាមួយនឹង account DistroKit អញ្ចឹងនេះខាងលើនេះដែលមានកតុយ .pl បាទក្បាលនេះបាទសិតអញ្ចឹងយើងគ្រាន់តែ copy វាមួយមកបងប្អូនបាទយើង copy វាមួយមកហើយយើងយកវាទៅ pass នៅលើនេះបាទនៅលើនេះlink ដែលយើង pass ដំបូងគេហ្នឹងអា link DistroKit ដែលយើងបង្កើតវាដែលវាបញ្ចុះតម្លៃរហូតដល់ 50% ហ្នឹងណាអូខេបន្តមកទៀតគឺយើងដាក់ password អញ្ចឹងកន្លែងនេះបងប្អូនដាក់ password ចូលមកបាទជា password ដែលយើងចំណាំយើង save ទុកកន្លែងណាក៏បានដែរតែយើងត្រូវតែចំណាំវាអូខេឥឡូវនេះខ្ញុំសូមដាក់ password អក្សរលេខជាមួយនឹងលេខដើម្បីងាយស្រួលបាទអាហ្នឹងបើសិនជាយើងអត់ចាំទេដឹងតែអំបិលបងប្អូនមិនថាអំបិលអីទេយើងអាច recovery យកវិញបានដូចគ្នាតែយើងមិនចង់ឲ្យរញ៉េរញ៉ៃបាទនៅពេលដែលយើងដាក់ password រួចហើយគឺយើងចុចពាក្យ sign up ហើយយើងរងចាំវាបន្តិចទៅអញ្ចឹងមុននឹងយើងធ្វើការងារទិញនៅក្នុងសេវាកម្មរបស់វាមាន3បាទមាននៅក្នុងមួយឆ្នាំវាមានអានេះវាមានមួយឆ្នាំអានេះច្រើនហើយនេះ 50% អានេះ90រៀលជាងហ្នឹងហើយអញ្ចឹងវាបញ្ចុះ 50% នៅសល់ត្រឹមតែ$45ទេនៅក្នុងមួយឆ្នាំហើយកម្រងទី2នេះគឺ$22ហើយអានេះចុងក្រោយគេនេះគឺ$12អញ្ចឹងគឺវា full គឺ$24-25កម្រងមួយនេះអញ្ចឹងយើងទិញយកកម្រងមួយណាក៏បានដែរមុននឹងយើងចូលទៅទិញបាទយើងត្រូវដូរ email សិនអញ្ចឹងយើងចូលមកដល់ត្រង់នេះហើយបងប្អូន select មើលកន្លែងនេះខាងលើនេះបាទកន្លែងរូប DistroKit ហ្នឹងកន្លែង logo វាហ្នឹងយើងគ្រាន់តែ select កន្លែងវានឹងមួយមកនេះយើងយកពាក្យថា account បាទយើងមកឆ្វេងហើយចុចពាក្យថា open បាទ tab ថ្មីនេះមកហើយយើងចូលកន្លែង tab ថ្មីបន្ទាប់មកបងប្អូនឃើញនៅកន្លែងនេះហើយនេះកន្លែង email ដែលយើងបង្កើតមិញវា discount ឲ្យយើងណាអញ្ចឹងមុននឹងយើងទិញយើងត្រូវតែដូរ email នឹងកន្លែងនឹងចេញសិនណាបើយើងអត់ដូរ email កន្លែងនឹងចេញទេបាទគឺស្ពៃហើយអូខេអញ្ចឹងបន្តមកទៀតគឺយើងចូលមកដូរ email អញ្ចឹងយើងយក email មួយណាដែលជា email មិនទាន់បាទជា email មិនទាន់បង្កើតជាមួយនឹង account DistroKit អញ្ចឹងយើង copy email ហើយយើង paste ចូលមកបាទបន្តមកទៀតកន្លែងនេះគឺលេខទូរស័ព្ទយើងដូរដាក់លេខទូរស័ព្ទយើងដាក់Cambodia មកបាទអូខេយើងចុច Cambodia មកបន្តមកយើងដាក់លេខទូរស័ព្ទចូលបាទប្រទេសដែលយើងដាក់លេខទូរស័ព្ទចូលហើយយើងចុចកន្លែងនេះបងប្អូនបាទខ្ញុំ recommend បងប្អូនចុចយកពាក្យថា yes កន្លែងនេះណាអូខេចុចយកពាក្យថា yes មកបន្តមកទៀតកន្លែងនេះឈ្មោះនេះគឺជាឈ្មោះសម្រាប់ DistroKit របស់យើងចង់ដាក់ឈ្មោះអីគេជាឈ្មោះម្ចាស់បទចម្រៀងរបស់យើងណាឬយើងចង់ដាក់ឈ្មោះអីក៏បានដូចជាឧទាហរណ៍ដូចជាឈ្មោះវណ្ណា official អីចឹងណាកន្លែងនេះណាអញ្ចឹងកន្លែងនេះខ្ញុំសូមដាក់ឈ្មោះថាខ្ញុំធ្វើឧទាហរណ៍បងប្អូនមើលណាអូខេខ្ញុំដាក់ NVT អូខេ VUC ហ្នឹងហើយដាក់ចេះក៏បានណាអូខេអញ្ចឹងខ្ញុំដាក់ឈ្មោះបែបនេះអានេះយើងអាចដូរពេលក្រោយបានដូចគ្នាតែយើងរៀបចំវាឲ្យទៅបាទដើម្បីយើងផ្លាស់ប្ដូរជាមួយនឹង email បន្តមកទៀតកន្លែងនេះគឺយើងមិនធ្វើអីវាទេកន្លែង business name នេះយើងមិនធ្វើអីវាទេកន្លែងនេះគឺយើងដាក់ Cambodia បាទយើងរក Cambodia មកបាទនេះ Cambodia ខាងក្រោមនេះគឺជា address link 1
chẳng lạnh address link vốn cứ dương đặt màu tí tăng bằng phone nơi nè bàនេះគឺទីតាំងរបស់ខ្ញុំបច្ចុប្បន្នខ្ញុំនៅនឹងគឺខ្ញុំត្រូវដាក់នៅនឹងអញ្ចឹងយើងទៅសេមកនៅភូមិឃុំអីគេឬក៏សង្កាត់ខណ្ឌអីចឹងណាយើងបញ្ចូលមកហើយយើងដាក់ងាយក៏បានដែរបងប្អូនខ្លីៗក៏អត់អីដែរតែខ្ញុំដាក់ឲ្យពេញទៅស្រួលក៏លោកវាអាប់ដេតនៅពេលក្រោយទៅវាពិបាកអញ្ចឹងយើងដាក់ឲ្យវាពេញវាងាយស្រួលអញ្ចឹងបន្តមកទៀតគឺយើងទៅ copy address link to បាទនេះ address link to របស់ខ្ញុំបាទខ្ញុំយកវាមក pass ទៀតបាទបន្ទាប់មកកន្លែងនេះគឺ Kitty យើងនឹងស្រាប់ហើយយើងនៅភ្នំពេញយើងដាក់ភ្នំពេញនៅបាត់ដំបងដាក់បាត់ដំបងនៅសៀមរាបដាក់សៀមរាបអញ្ចឹងខ្ញុំនៅណាខ្ញុំដាក់នៅហ្នឹងអូខេបន្តមកទៀតគឺ postal code នេះគឺយើងឆែកមើលខ្លួនឯងបាទ postal code នៅក្នុងសង្កាត់តំបន់ខេត្តខណ្ឌរាជធានីមួយណាយើងដាក់បញ្ចូលមកបាទអញ្ចឹងយើង copy យកវាទៅដាក់មកបាទអូខេpass បញ្ចូលទៀតបន្ទាប់មកគឺយើង type កន្លែងនេះបាទហើយកន្លែង password នេះគឺជា password ដែលយើងបានដាក់ដំបូងគេមិញកន្លែងយើងបង្កើតនេះកន្លែងនេះមុនចូលដល់កន្លែងនេះណាអញ្ចឹងយើងដាក់ password របស់យើងចូលមកដំបូងគេបាទអូខេបន្ទាប់មកទៀតមុនយើង save យើងមើលពីក្រោមពីលើមកក្រោមវិញបាទ email យើងបានបដូររួចហើយលេខទូរស័ព្ទបានដាក់ហើយកន្លែងនេះបាន text ហើយឈ្មោះយើងបានដាក់រួចរាល់ហើយយើងបានបដូរប្រទេសហើយអស់ហើយបាទតំណែងគឺអូខេហើយអញ្ចឹងពេលដែលយើងអូខេហើយយើងមើលទៅវាត្រឹមត្រូវហើយយើង save មួយមកបាទហើយយើងចុចអូខេមកហើយយើងរងចាំអូខេយើងទទួលបានការផ្លាស់ប្ដូរហើយអញ្ចឹងកន្លែងនេះបើសិនជា email ហ្នឹងវាធ្លាប់បង្កើតជាមួយនឹង account DistroKid ហើយគឺវាអត់ឲ្យទេអញ្ចឹងយើងគ្រាន់តែបដូរ email ទៅគឺវាអូខេហើយអញ្ចឹងកន្លែងនេះគឺវាអូខេហើយអូខេយើងមិនទាន់ធ្វើអីវាទេយើងមកមើលកន្លែងនេះអាកន្លែង Themail កន្លែង Themail របស់យើងណាយើងមើលកន្លែងហ្នឹងនៅពេលណាដែលយើង change email ចេញហើយគឺយើងត្រូវតែឈរទៅលើ email មួយហ្នឹងយើង change អាមួយហ្នឹងចេញយើងត្រូវតែឈរលើមួយហ្នឹងដើម្បីយើងទៅទទួលលេខកូដបាទ4 6ខ្ទង់ដើម្បីយើងផ្លាស់ប្ដូរ email មួយនេះចេញយើងដាក់ email ថ្មីរបស់យើងនេះអា email ដែលយើងបានប្ដូរនេះណាអូខេអញ្ចឹងឥឡូវយើងរងចាំវាបន្តិចទៅបាទវាធ្លាក់មកកន្លែងនេះធ្លាក់មកកន្លែងនេះករណីដែលបើសិនជាវាអត់ធ្លាក់ទេបងប្អូនទាំងអស់គ្នាបាទបើសិនជាវាយូរពេកណាជាទូទៅវាចំណាយពេលដូចជាខ្ទង់យ៉ាងយូរគឺ1នាទីកន្លែងនេះណាតែប្រសិនបើវាយូរពេកយើងមកស្ដាំយើងយកពាក្យថា reload នេះកន្លែងនេះបាទយើងចុចពាក្យថា reload ហើយយើងកុំឲ្យខ្វែងវាចេញយើងគ្រាន់តែ reload វាចោលទៅបាទហើយយើងរងចាំវាបន្តិចឥឡូវនេះវាបានមកដល់ហើយបាទនេះគឺវាដាក់ថា support បាទ at distrokid.com អញ្ចឹងវាបានផ្លាស់ប្ដូរ email ហើយអញ្ចឹងដើម្បីឲ្យវាបានបដូរ 100% បងប្អូនគ្នា select កន្លែងហ្នឹងមកណាកុំភ្លេចណា select កន្លែងនេះមកបាទបន្តមកទៀតគឺយើងអូសចុះមកក្រោមបន្តិចនេះ distrokid បាទអូសចុះមកក្រោមតិចទៀតបង្វិលវាចុះក្រោមតិចនេះវាដាក់ link មួយឲ្យយើងអូខេអញ្ចឹងយើង click លើ link ហ្នឹងមួយមកនេះអា link distrokid.com account verify នេះណាយើង click លើនឹងមួយមកបាទហើយវានឹងនាំយើងចូលទៅ tab ថ្មីពេលដែលដល់កន្លែង tab ថ្មីហើយបងប្អូនអរគ្នា click កន្លែងនេះ click here to continue នេះបាទចុចលើនឹងមួយមកអូខេយើងនឹងទទួលបានការផ្លាស់ប្ដូរហើយមុននឹងយើងច្បាស់ជាមួយវាថាយើងទទួលបានផ្លាស់ប្ដូរហើយឬនៅបងប្អូនទាំងអស់គ្នាបាទពេលដែលវាចូលដល់កន្លែងនេះយើងចុចលើកន្លែងបាទរូប logo របស់ DistroKid នឹងដដែលបន្ទាប់មកគឺយើងយក mouse ស្ដាំមកហើយយើង open tab ថ្មីមួយទៀតដើម្បីឆែកមើលថាតើបានបដូរ email ហើយឬនៅបាទនេះឥឡូវយើងបានបដូរ email ពេញលេញហើយនេះបងប្អូនបាទនេះអូខេអានេះយើងមិនធ្វើអីវាទេដោយសារយើងបាន save រួចហើយបាទយើងគ្រាន់តែមើលតែទិន្នន័យ email របស់យើងនេះអូខេអញ្ចឹង email នេះជា email ដែលយើងបានបង្កើតនិងត្រៀមទុករួចហើយអញ្ចឹងយើងត្រឡប់មក tab នេះវិញ tab ដែលយើងត្រូវទិញវិញនៅពេលដែលយើងរៀបចំវារួចរាល់ 100% ហើយបងប្អូនអាចទិញបានហើយបាទទិញបងប្អូនទិញកន្លែងមួយណាក៏បានដែរគឺវា discount ឲ្យយើង 50% គ្រប់សេវាកម្មរបស់ DistroKid បាទចំនួន3នេះអញ្ចឹងយើងចង់ស្រឡាញ់មួយណាយើងយកអាមួយឆ្នាំ$12នេះក៏បានដែរជាទូទៅវា$24 $25មកក្នុងមួយឆ្នាំតែយកវា discount 50% យើងត្រូវតែចំណាយតែ$12.49ទេអញ្ចឹងយើងចុចលើនឹងមកដើម្បីយើងទៅបំពេញបាទកន្លែងនេះយើងបំពេញបងប្អូនគ្នាបំពេញមកបាទយើងអស់មើលមួយបាទនេះ add payment បាទអញ្ចឹងយើង
ô mơ mùi máu cái lại ní mua bà dương bình lấy những đại mua bà dương ai trâu cho mùi nâng visa card bà dương cái nào bồn bộ visa card bồn mua bạn nào bồn tao tầm pin visa card nâng ai trầm trầu bà và to mà tiếp cứ bật tê bông bồn đâu bật tê Campuchia chứ bông bồn từ select rock bật tê Campuchia đâm bay đại châu cái lại nâng bà chứ nhầm thưa thì ho pin lính bà lại nhầm đã Cambodia được thằng này chắc bà Cambodia ok nè bà Cambodia hay ô tô hỏi đã mua bằng nhóm bà nhận đặt bà niềm vấy ok tò mò tế bà address link one link thu link ấy ní cứ dương đặt bỏ dương đi các bà này ông phụ bà để xa thì dương nên đồng bòn nắng dương và cái tani kia là đồng bòn nắng bà dương đặt lọc máu bà anh ấy đôi khía chỉ bánh hà tới anh ấy dùng copy đặt đôi mình của bà nấy mình chỉ bánh hà tới xem đẹp với cái lại nắng bà tao mà tiết cái lại ní cứ đôi khía dương copy mình tích máu dùng một pass cái lại ní máu ok cái lại ní cứ dương copy tại đại dùng đặt máu bà tao máu cái lại ní cứ chiêu visa card bà dương ưu ho tha visa card bằng phone mùi kế dương chạy mờ lơ AVA AC rồi của Vinh từ bà ưu ho chúng ta chạy visa card bà nhóm đã bạn đi chọn nè ok là ngay dùng thợ thì họ mùi trởn bà ok anh ấy Việt áo ấy vậy post code đó trởn tới vậy ok đó thiết đặt 10,000 bà cầm nhảy nhảy trởn okตอนมาติดคือกระไรนี่กระไรไงแค่ได้ตรวจกำหนดวีซ่าการบ่เยอะไอ้นี่กระไรนี่คือเล CVV บานเลยนังบางโอนบ่ายยังหมดบานบางหางได้เดซานเลยกล่องกองเตอร์นำไปได้บางโอนผมเป็น100%บางโอนจนเปียถ่ายจอยนี่ม้าคือเวียนกัดเลยบ่เยอะในกล่องกองตัวนี้คือยังเดือดตัวเลโก้ได้ชี้บุญแต่บุ๋มวยตรงปี AVA AC หรือก็วิ่งนำไป verify ยังคนเอาไปโจเลกเลขvì nhà cho tôi không ép tình khi bỏ dương máu nhưng còn là bị trâu phím cứ vì đang cắt lôi chùm luôn đọc pi đờ lá tam cầm rôn bỏ distro kit bỏ dương ngày bà chẳng bằng phone còn là trách việc thà đi mùi hái này trách việc lạnh cho như hết cư dân được tua ban account chẳng nhộng ban thơ ca nghe upload ban chùm luôn bà 7 video bà chẳng bằng phone ở khán còn để riêng trong rồi phía đó đừng ai upload cho mùi nâng video music របស់ជាមួយនឹង distro kit បានហើយបាទយើងចំណាយតាមមួយឆ្នាំ$12ទេបាទហើយវីដេអូនេះក៏ដល់ទីបញ្ចប់ហើយបងប្អូនអរគ្នាបាទ complete បាទវីដេអូនេះមានប្រយោជន៍សម្រាប់ខ្លួនឯងក៏ដូចជាចែកលេខដល់អ្នកដទៃឲ្យអ្នកដទៃទទួលបាននូវចំណេះដឹងមួយនេះដែរ complete បងប្អូនជួយ share ចែកចំណេះទៅកាន់ពួកគាត់ផងជួបគ្នានៅវីដេអូក្រោយអរគុណបងប្អូនអរគ្នា